ចូលទៅបទទី4នៃសៀវភៅ Behind Your Confidence យើងរៀនបកប្រែទាំងអស់គ្នាទំព័រហ្នឹងខ្ញុំនឹងអានជាភាសាអង់គ្លេសហើយបកជាភាសាខ្មែរប៉ុន្តែមិនប្រើទៅតាមពាក្យចំនៃពីភាសាអង់គ្លេសមកខ្មែរទាំងអស់នោះទេព្រោះពេលខ្លះការបកប្រែខ្មែរវាត្រូវសម្រួលអត្ថន័យឲ្យវាស៊ីជាមួយនឹងន័យខ្មែរពាក្យដែលយើងប្រើទូទៅដូចគ្នាដែរ Every woman may define her beauty standard differently មនុស្សស្រីគ្រប់រូបអាចកំណត់ស្តង់ដារសម្រស់របស់នាងខុសៗគ្នា So it is not an advisable idea to take my beauty standard without fact checking អញ្ចឹងពេលខ្លះទៅបើយកតាមស្តង់ដារដែលខ្ញុំគិតទៅលើសម្រស់ហ្នឹងដោយមិនបានប្រៀបធៀបជាមួយនឹងស្តង់ដាររបស់គេផ្សេងវាក៏ប្រហែលមិនទាន់ត្រូវទាំងអស់ដែរ Fair enough យល់ថាមិនដែរ With that being said យ៉ាងណាក៏ដោយ it is my personal quest វាគឺជាការស្វែងយល់ផ្ទាល់ខ្លួនរបស់ខ្ញុំ to learn more about women ក្នុងការរៀនបន្ថែមឲ្យស៊ីជម្រៅអំពីស្ត្រី and writing a book ហើយទៅសេសភៅ about the topic near and dear to their heart សេសភៅដែលវាទាក់ទងជាមួយប្រធានបទដែលពួកគាត់ចាប់អារម្មណ៍ខ្លាំង should allow me to know more about the mind of women វានឹងអាចជួយឲ្យខ្ញុំយល់អំពីទឹកចិត្តរបស់មនុស្សស្រីបានកាន់តែស៊ីជម្រៅ especially my lady whom I call Regina ជាពិសេសគឺនារីដែលខ្ញុំពាក្យ my lady នឹងវា is more like it's like a nickname ចឹងទៅដឹងបុព្វហេតុម៉េច so whom I call Regina ដែលខ្ញុំហៅថា Regina ដូចគ្នាដែរហ្នឹង my lady នេះក៏ nickname អានេះក៏ឈ្មោះដែរ This book was born because of her life story សៀវភៅនេះគឺត្រូវបានសរសេរដោយផ្អែកទៅលើជីវិតរបស់នាង so all credits អញ្ចឹង credit ទាំងអស់ go to her and her alone គឺគួរតែឲ្យទៅនាង I am merely the messenger ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នាក់តែប៉ុណ្ណោះ Try my best to deliver just the best messages ព្យាយាមផ្ញើសារដែលល្អជាងគេ so that my readers ដើម្បីឲ្យអ្នកអានរបស់ខ្ញុំ can and will benefit in some way អាចព្រមទាំងនឹងទទួលបានប្រយោជន៍ក្នុងរូបភាពមួយចំនួន from this book ពីសៀវភៅនេះ On that note ស្តីងគ្នានោះដែរ While writing this book នៅក្នុងខណៈពេលដែលខ្ញុំកំពុងតែសរសេរសៀវភៅនោះ I was or I should say am ខ្ញុំគឺអានេះពាក្យ was I am នឹងវាគឺដូចគ្នាអញ្ចឹងនៃខ្មែរយើងបកអត់ចំថាត្រូវដែលបើថាបានគឺវាអត់មានទេ right តែគ្រាន់ថាចង់សម្ដៅលើ was កន្លែងនេះគឺអតីតកាល am កន្លែងនេះគឺជាបច្ចុប្បន្ន still nervous គឺនៅតែភ័យព្រួយ about many things អំពីរឿងជាច្រើន that normally make you lose sleep at night ដែលធ្វើឲ្យយើងដេកអត់លក់ពេលយប់ things like future present and past រឿងដូចជាពេលអនាគតពេលបច្ចុប្បន្ននិងពេលអតីតកាល they sum up everything a man can fear don't they និយាយទៅរឿងទាំង3ហ្នឹងវាសង្កត់ថាគ្រប់ទាំង10គ្រប់ផ្នែកដែលមនុស្សជាទូទៅគឺភ័យព្រួយបារម្ភឯទៅ To restore confidence ដើម្បីស្ដារជំនឿចិត្តមកវិញ it is wise to dig through the stories from the beginning វាល្អបើសិនជាយើងជីកកកាយសាច់រឿងតាំងពីដំបូងមក In her case នៅក្នុងករណីគាត់ it is the place of her birthplace វាគឺជាពេលចាប់ផ្ដើមហ្នឹងគឺនៅកន្លែងដែលគាត់កើតតែម្ដងកន្លែងកំណើតនេះ her hometown កន្លែងកំណើតរបស់គាត់ Under the moon lie alongside the South River aka ទន្លេសាបនៅក្រោមពន្លឺព្រះច័ន្ទនៅតាមដងទន្លេសាបឬក៏ខ្មែរយើងគេអានថាទន្លេសាប South River ហើយការសរសេរជាភាសាអង់គ្លេសគេសរសេរទន្លេសាបយ៉ាងដែរអញ្ចឹង aka នឹង also known as ទន្លេសាប She listened to many fascinating stories already by none other than her grandmother នាងស្ដាប់រឿងដែលគួរចាប់អារម្មណ៍ជាច្រើនដែលនិទានដោយយាយរបស់គាត់ It was a unique experience to many kids because not everyone could get to listen to folktales while on the floating house វាគឺជាបទពិសោធន៍ដែលប្លែកគេសម្រាប់ក្មេងៗជាច្រើនដោយសារតែមិនមែនមនុស្សគ្រប់គ្នាគឺធ្លាប់ស្ដាប់រឿងនិទាននៅពេលដែល
កំពុងនៅផ្ទះលើទឹកឯមែនទេផ្ទះអណ្តែតទឹកឯមានតែនៅតាមដងទន្លេសាបឯដែលមានបទពិសោធន៍លក្ខណៈ childhood បែបហ្នឹងឯង